នៅក្នុងសន្ទរកថាបិទបញ្ចប់បុណ្យបួសរ៉ាម៉ាដនកាលពីថ្ងៃច័ន្ទទី31មិនិនាអាយ៉ាតូឡាអាលីខាមេនីមគ្គុទេសសាសនាកំពូលរបស់អ៊ីរ៉ង់បានថ្លែងថាប្រសិនបើមានការវាយប្រហារបាញ់ទម្លាក់គ្រាប់បែកមកលើអ៊ីរ៉ង់ពិតមែននោះអ៊ីរ៉ង់នឹងឆ្លើយតបទៅវិញយ៉ាងម៉ឺងម៉ាត់ឲ្យស័ក្តិសមបំផុតគូក៏សម្គាល់ថាសម្ដីរបស់អាយ៉ាតូឡាអាលីខាមេនីនេះគឺមិនបញ្ចេញឈ្មោះឲ្យចំថានរណាជាអ្នកគំរាមអ៊ីរ៉ង់ទេក៏ប៉ុន្តែគេអាចដឹងយ៉ាងច្បាស់ថាមេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះបានឆ្លើយតបទៅនឹងសម្ដីគំរាមរបស់លោកដូណាល់ត្រាំនៅក្នុងបទសម្ភាសន៍មួយឲ្យទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យលោកដូណាល់ត្រាំបានលើកឡើងថាប្រសិនបើដំណើរការចរចាការទូតស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ជួបបរាជ័យនោះអាមេរិកអាចនឹងបើកការវាយប្រហារបាញ់ទម្លាក់គ្រាប់បែកទៅលើអ៊ីរ៉ង់លោកត្រាំបានគូបញ្ជាក់ម្ដងហើយម្ដងទៀតថាបើអ៊ីរ៉ង់នៅតែរឹងរូសមិនចោះកិច្ចព្រមព្រៀងអាមេរិកនឹងបាញ់គ្រាប់បែកកំទេចអ៊ីរ៉ង់សូមបញ្ជាក់ថាក្រោយសម្ដីគំរាមដោយជំហររបស់លោកដូណាល់ត្រាំនេះអ៊ីរ៉ង់បានបង្ហាញការមិនសុខចិត្តដោយបានកោះឲ្យចូលជួបទទួលបានការបំភ្លឺពីសំណាក់លោកអគ្គរដ្ឋទូតស្វីសប្រចាំនៅទីក្រុងតេអ៊ីរ៉ង់ដែលជាអ្នកជំនួសមុខឲ្យសហរដ្ឋអាមេរិកនៅក្នុងទំនាក់ទំនងជាមួយអ៊ីរ៉ង់លោកអ៊ីស្ម៉ាយបាខៃអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានបង្ហោះសារតាមបណ្ដាញសង្គម X ថាការដែលមេដឹកនាំប្រទេសមួយហ៊ានប្រើសម្ដីគំរាមដោយជំហរថានឹងទម្លាក់គ្រាប់បែកមកលើអ៊ីរ៉ង់វាគឺជាការបំពានជាន់ឈ្លីដោយប្រហើនបំផុតមកលើសន្តិភាពនិងសន្តិសុខអន្តរជាតិដោយឡែកលោកអាមៀអាលីហាជីហ្សាដេអគ្គមេបញ្ជាការកងកម្លាំងអាកាសនៃកងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយថានៅតំបន់ជុំវិញអ៊ីរ៉ង់គឺអាមេរិកមានមូលដ្ឋានទ័ពដល់ទៅ10ហើយដែលមានទាហានអាមេរិកប្រចាំការចំនួន50,000នាក់មេទ័ពអ៊ីរ៉ង់រូបនេះចង់បានន័យថាអ៊ីរ៉ង់អាចវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកដែលស្ថិតនៅជុំវិញអ៊ីរ៉ង់ដើម្បីជាការសងសឹកក្នុងករណីដែលអាមេរិកវាយប្រហារមកលើអ៊ីរ៉ង់សូមរំលឹកថាអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរនៅឆ្នាំ2015ជាមួយប្រទេសសមាជិកទាំង5នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិក៏ប៉ុន្តែគឺលោកដូណាល់ត្រាំដែលបានដកខ្លួនសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះនៅឆ្នាំ2018និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើអ៊ីរ៉ង់ឡើងវិញគ្មានសហរដ្ឋអាមេរិកកិច្ចព្រមព្រៀងនេះបានសាបសូន្យឥតន័យហើយបានធ្វើឲ្យអ៊ីរ៉ង់ពន្លឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនយ៉ាងលឿនរហ័សនិងធ្វើឲ្យសហគមន៍អន្តរជាតិភ័យបារម្ភថាអ៊ីរ៉ង់អាចនឹងមានអាវុធនុយក្លេអ៊ែរក្នុងពេលឆាប់ៗបន្ទាប់ពីបានត្រឡប់ចូលមកកាន់អំណាចវិញលោកដូណាល់ត្រាំបានប្រកាសបើកច្រកផ្លូវដើម្បីចរចាការទូតដោយផ្ទាល់ជាមួយអ៊ីរ៉ង់និងបានផ្ញើលិខិតមួយទៅកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ថែមទៀតផងតែជាមួយគ្នានេះរដ្ឋបាលលោកដូណាល់ត្រាំបានបន្តប្រើប្រាស់យន្តការដាក់សម្ពាធសង្កត់កអ៊ីរ៉ង់តាមរយៈការដាក់ទណ្ឌកម្មបិទផ្លូវកុំឲ្យអ៊ីរ៉ង់អាចលក់ប្រេងកាលពីថ្ងៃប្រហ័សទី27មិនិនាភាគីអ៊ីរ៉ង់បានបញ្ជាក់ថាគេបានផ្ញើលិខិតឆ្លើយតបទៅវិញរួចហើយតាមរយៈប្រទេសអូម៉ង់ដែលជាអ្នកនាំសារនៅថ្ងៃអាទិត្យភ្លាមក្រោយសម្ដីគំរាមរបស់លោកដូណាល់ត្រាំលោកប្រធានាធិបតីអ៊ីរ៉ង់ម៉ាស៊ូតPezeshkian បានបញ្ជាក់សារជាថ្មីម្ដងទៀតថាអ៊ីរ៉ង់បដិសេធមិនចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកទេប្រសិនបើអាមេរិកនៅតែគំរាមផងសម្លុតផងបែបនេះតែជាមួយគ្នានេះអ៊ីរ៉ង់នឹងបើកផ្លូវឲ្យមានការនិយាយគ្នាដោយប្រយោលតាមរយៈប្រទេសអាញាកណ្ដាលណាមួយ